បងបងអាចប្រើជាប៉ែសាសរក៏បានប្រើជាប្រភេទឈូសឬក៏កាយដីចាក់បំពេញក៏បានដែរផ្នែកខាងមុខនេះគឺបងបងអាចប្រើសម្រាប់ប៉ែសាសរខាងមុខប៉ែខាងក្រោយគឺបងបងប្រើប្រាស់ដោយប្រើ joystick ទាំងពីរនេះជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនាងខ្ញុំសុភ័ណ្ឌថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាពីគ្រឿងចាក់ថ្មីមួយគឺគ្រឿងចាក់បាសី 2DX តាមកមើលជាមួយខ្ញុំទាំងអស់គ្នាតាបងប្អូនទាំងអស់គ្នាខាងក្រោយខ្នងខ្ញុំនេះគឺជាគ្រឿងចាក់បាសី 2DX ហេតុអីបានគេហៅថាគ្រឿងចាក់បាសីបងប្អូនឯងមើលបានគឺដោយសារតែវាមានប៉ែខាងមុខផងហើយជាមួយនឹងប៉ែខាងក្រោយផងអញ្ចឹងហើយទើបបានជាគេហៅថាវាជាគ្រឿងចាក់បាសីចូលមកដល់ប៉ែខាងមុខមុនគេប៉ែខាងមុខនេះគេហៅថាប៉ែ 6 in 1 គឺមានន័យថាអាចប្រើបាននៅមុខងារ6មុខខុសៗគ្នាបងបងអាចប្រើជាប៉ែសាសរក៏បានឬក៏បងបងអាចហាមាត់ហើយប្រើជាប្រភេទឈូសឬក៏កាយដីចាក់បំពេញក៏បានដែរហើយសម្រាប់ទំហំប៉ែវិញកន្លះគីបងបងចូលមកដល់ចំណុចដៃរបស់វាវិញបងបងអាចមើលបានទៅលើការរចនាដៃគឺមានដៃតាប់នៅខាងលើដៃតាប់នេះមិនមែនដាក់មកដើម្បីឲ្យស្អាតទេបងបងគឺជួយទ្រទ្រង់នៅកម្លាំងទាញចឹងបងបងប្រើទៅលើការងារធ្ងន់លើកឲ្យបានមានទម្ងន់ធ្ងន់គឺដោយទំនុកចិត្តចូលមកចំណុចបន្ទាប់មកទៀតគឺបងបងអាចមើលទៅលើផ្នែកកង់បានគ្រឿងចាក់មួយប្រភេទនេះគឺ design មកដោយប្រើប្រាស់កង់កៅស៊ូអញ្ចឹងគឺងាយស្រួលសម្រាប់បងបងដែលគាត់មានការងារការដ្ឋានក្នុងក្រុងដែលត្រូវការគ្រឿងចាក់បើកបរចល័តលើផ្លូវបេតុងហើយដែលពិសេសមួយទៀតនោះគឺបងបងអាចចល័តបានដោយបើកគ្រឿងចាក់នឹងខ្លួនឯងឲ្យបាច់ប្រើប្រាស់ trailer ទេបងបងចាសម្រាប់ប៉ែខាងក្រៅគឺជាប៉ែ excavator ប៉ែនេះដែរសម្រាប់ដៃខាងនេះគឺបងបងអាចបង្វិលពីខាងនេះទៅដល់ខាងនេះបានហើយអីដែលពិសេសទៀតនោះការ design ប៉ែនេះមានលក្ខណៈតូចប៉ុន្តែងាយស្រួលប្រើសម្រាប់ទំហំរបស់ប៉ែ excavator នេះគឺខ្នាត 0.18 ម៉ែត្រគីបបងចូលមកដល់ផ្នែកកាប៊ីនវិញសម្រាប់គ្រឿងចាក់នេះគឺមកជាមួយនឹងកាប៊ីន open space ប៉ុន្តែបងបងមិនបាច់បារម្ភទេទោះបីមានភ្លៀងមានអីក៏មានបញ្ហាប្រព័ន្ធភ្លើងដែរចាអញ្ចឹងសម្រាប់ផ្នែកខាងមុខនេះគឺបងបងអាចប្រើសម្រាប់ប៉ែសាសរខាងមុខនៅពេលដែលបងចង់ប្រើប្រាស់ប៉ែសាសរខាងក្រោយគឺបងធ្វើការបង្វិលកៅអីចាបងបងអញ្ចឹងសម្រាប់ប៉ែខាងក្រោយគឺបងបងប្រើប្រាស់ដល់ការបង្វិលកៅអីដោយដែលបងបានបង្ហាញឲ្យបាញ់មិញហើយបងបងប្រើប្រាស់ដោយប្រើ joystick ទាំងពីរនេះអញ្ចឹង joystick ទាំងពីរនេះគឺមានសភាពធូរហើយស្រួលធ្វើការមែនតើបងបងហើយនៅពេលដែលបងបងទិញទៅគឺយើងមានក្រុមជាងសម្រាប់បង្រៀនបងបងពីការប្រើប្រាស់អញ្ចឹងបងបងចង់ដឹងព័ត៌មានអីទៀតពីគ្រឿងចាក់បាសី 2DX អាចធ្វើការинboxមកតាមរយៈ Facebook Page ឬក៏ទាក់ទងមកតាមរយៈ Telegram របស់នាងខ្ញុំបានអរគុណបងបងជួបគ្នានៅវីដេអូក្រោយ